បើបានឃើញវីដេអូនេះហើយកុំតន់អូរំលងទៅណាខ្ញុំមានបញ្ហាផ្លូវចិត្តត្រូវបកស្រាយងើបពីដេកមកមើលអសក់ក្បាលឡើងកទ្រីងកទ្រឿងឥឡូវហ្នឹងគឺបានមកដល់ទេនៅខាងទឹកដីខ្មែរយើងហ្នឹងស្តុកស្រែខ្មែរអង្គរថ្ងៃនេះខ្ញុំមានរបស់មកណែនាំបងប្អូនតិចរឿងប្រេនសវររបស់ព្រោះវ៉ាន់មើលគេដាក់រូបគេថាសង្ហាខ្លាំងដាក់រូបគេណាគេថាលុយគេណាអូខេដោយសារតែពីយប់មិញហ្នឹងគឺរៀងដាច់យប់ខ្លាំងអញ្ចឹងមកផ្ទះវិញទឹកមិនបានមួយឥឡូវយើងមកកក់សក់ធ្វើវីដេអូឲ្យអ្នកគ្នាមើលអស់ខ្ញុំប្រាប់ពីវិធីបត់ខ្សែក្រវ៉ាត់តោះឥឡូវគឺយើងចាប់ផ្ដើមប្រើជាមួយនឹងសាប៊ូយើងពូនេះគឺឈ្មោះថាសាប៊ូ Pro One និយាយរួមទៅគឺគាត់ផ្ញើឲ្យ2ឈុតគឺផ្ញើឲ្យចង់មកតែទៅនឹងដកមក review ឲ្យគឺឲ្យមកមួយឈុតហ្នឹងក៏មាន2មានកក់ហើយនឹងនួតហើយនឹងអប់ចឹងតែទាំងមួយណាកក់មួយណាអប់គឺហែកមើលតាមហ្នឹងទៅមានអាពណ៌មាសហើយនឹងអាពណ៌ទឹកប្រាក់តែខ្ញុំហែកអានោះសាប៊ូអប់អានេះវ៉ាន់សាប៊ូកក់នេះដោយសារតែខ្ញុំអត់ចេះបើក្បាលគឺខ្ញុំចាក់ហ្មងមានភាពងាយស្រួលនេះអាចមើលសាប៊ូបាននេះគឺខ្ញុំកក់ចឹងតែសក់ខ្ញុំនេះខាងកក់2 3ថ្ងៃដែរតែឆ្លេឆ្លាខ្ញុំបានកក់សក់មិនបានទៅណាទៅណីចេញចូលខ្មែរថៃហ្នឹងហើយឥឡូវគឺបានមកដល់ផ្ទះដោយសុវត្ថិភាពហើយក៏មិនទាន់បានចេញទៅរកស៊ីវិញដែរគឺដេកផ្ទះ2 3ថ្ងៃសិនដោយសារផ្ទះខ្ញុំវានៅជិះដែរណាចឹងវាងាយស្រួលនឹងភាពចេញចូលនេះអាចមើលសាច់សាប៊ូបានយ៉ាតប៉ែអាចចុយយកធ្លាក់ទូរស័ព្ទ review ធ្លាក់ទូរស័ព្ទបែកកញ្ចក់អេក្រង់តិចវីដេអូនេះគឺអត់ចំណេញទេខាត់កញ្ចក់អេក្រង់មួយទៀតហើយឥឡូវគឺយើងបានកក់សក់ហើយសូមបញ្ជាក់សាប៊ូនេះគឺជួយបានដូចជារោគថ្លើមប្រមាត់សួតនិងឈឺកាពះអាលៀកកលៀនអីក៏ជួយបានទាំងអស់និយាយលេងទេបងប្អូនគឺកក់បានគ្រប់កន្លែងមិនថាកក់កន្លែងណាគឺកក់បានទាំងអស់ឲ្យតែកន្លែងណាមានសក់គឺដោះបានទាំងអស់កក់បានទាំងអស់គឺទុនគ្រប់បែបយ៉ាងនេះម្ចាស់ប្រេនប្រាប់ខ្ញុំថាអញ្ចឹងណាមកខ្លួនឯងមានរោមកន្លែងណាកក់បានទាំងអស់អូនឲ្យតែមានរោមខ្ញុំក៏កក់តាមគាត់កន្លែងណាមានរោមដាក់ទៅទាំងអស់ហ្នឹងហើយនិយាយរួមទៅវីដេអូនេះគឺខ្ញុំដាក់កាមេរ៉ាចោលនៅអាកន្លែងយើងសាប៊ូដាក់អីទេអញ្ចឹងវីដេអូមួយចេញមកវាមិនសូវច្បាស់ប៉ុន្មានទេបើដែរអ្នកនេះគឺខ្ញុំលាងទឹកកក់ឥឡូវដល់វគ្គយើងបន្ទន់ម្ដងដូចស្តៀងអីមិនដឹងទេបាទសាប៊ូបន្ទន់នេះបាទអាសាប៊ូបន្ទន់នេះបានគឺយើងបន្ទន់នេះមើលសាច់បន្ទន់ដូចអីអ្នកមើលជួយមើលអស់នេះទៅសិនណាតាមពិតធម្មតាការបន្ទន់នេះមិនសិនយើងបន្ទន់ចាប់ពី2នាទីដល់5នាទីក៏វាល្អតែនេះខ្ញុំប្រញាប់ទៅស៊ីបាយខ្ញុំបន្ទន់ភ្លាមខ្ញុំលាងទឹកភ្លាមរួមទៅថាប្រញាប់កថាបានអាសាប៊ូបន្ទន់នេះដូចគ្នាបន្ទន់ឡៃណាទុនឡៃណាបន្ទន់មិនថាអញ្ចើមិនថាក្លៀមទៅអីយើងបន្ទន់ទៅអាចមើលសាច់សរសៃសក់បាននេះបន្ទន់ទៅអស់កន្លែងណាឲ្យតែមានរោមគឺយើងបន្ទន់បានទាំងអស់អត់បញ្ហាហើយនេះគឺដបសាប៊ូរបស់គាត់រួមគ្រប់គ្រងគាត់ម្នាក់មួយផងហើយបងប្អូនដែលថាបានធ្លាប់យកទៅប្រើហើយជួយខមមិននៅក្រោមវីដេអូនេះផងវាមានគុណភាពអីខ្លះអត្ថប្រយោជន៍វាមានអីខ្លះហើយល្អប្រើបែបណាខ្លះខមមិនប្រាប់នៅក្នុងវីដេអូនេះមកនេះគឺខ្ញុំបានបន្ទន់ហើយគឺខ្ញុំអត់បានបន្ទន់យូរទេគឺខ្ញុំគាត់បន្ទន់ភ្លាមខ្ញុំលាងចេញភ្លាមសារតែបងខ្ញុំប្រញាប់ហៅទិញបាយអាចមើលបានអ្នកគ្នាមិនដែរលើបន្ទាប់យើងបន្ទន់ហើយគឺយើងមួលកុំឲ្យទុកវិញអ្នកគ្នាចេះមួលអាក្បាលហ្នឹងអត់ញ៉ាំចេះច្បាច់អាក្បាលហ្នឹងណាខ្ញុំមួលក្បាលយកតែម្ដងខ្ញុំថាវាមានភាពងាយស្រួលចាក់យកសាច់អាសាប៊ូហ្នឹងយើងមិនបានទិញគេទេគេផ្ញើមកឲ្យទេយើងកក់ទៅយ៉ាងពេលអស់គេផ្ញើយើងទៀតហើយមិនសាប៊ូរបស់យើងទេម្ចាស់ប្រេនគេផ្ញើឲ្យយើងមិនខ្វល់ចោលទេកក់អស់ទៅយើងបានមកថ្មីទៀតហើយឥឡូវខ្ញុំបានជូតសក់ស្ងួតទៅខ្ញុំក៏យកសាប៊ូហ្នឹងទៅឲ្យក្មួយខ្ញុំប្រើម្ដងអានេះម៉ោង10មិន10ថ្ងៃហើយវាអត់ទាន់ងើបពីដេកទៀតយប់ឡើងដើរដល់ចិត្តភ្លឺបញ្ចូលផ្ទះថាអ្នកសាប៊ូខ្ញុំជប់ប្រើយកទៅប្រើអាទីដាញ់ឆាតទៅម្ចាស់ប្រេននឹងយកសាប៊ូមកប្រើទៀតហើយអូខេអញ្ចឹងជប់គ្នាទៅជួយ share វីដេអូនេះម្នាក់មួយផងមើលកៅអៅវាដាក់គោចោលយើងក្មួយខ្ញុំមកដល់មកវាមួយ